bạn rồi jadi số công phốt này đi nó làចំណុចដឹងថ្មីមួយទៀតតកតងជាមួយនឹងការប្រៀបធៀបគ្នារវាងបាទជាប្រភេទ Catalytic filter ក៏ដូចជាប្រភេទ CTO block ក៏បានតើពីរនេះវាប្រើប្រាស់បែបណាដូចគ្នាបែបណាឬក៏មានលក្ខណៈតំណែងគ្នាបែបណាជាទូទៅការប្រើប្រាស់ជាប្រភេទ Catalytic filter ឬក៏ប្រភេទតម្រងសម្លេងបែបនេះគឺយើងប្រើប្រាស់ជាសម្រាប់ function របស់វាគឺចាប់ប្រកបដីតែម្ដងនៅក្នុងប្រព័ន្ធឬក៏ប្រកបទឹករបស់ពុកម៉ែបងប្អូនហើយសម្រាប់ប្រភេទកបោនឬក៏ CTO នេះប្រភេទ block នេះគឺយើងប្រើសម្រាប់ធ្វើការចាប់ក្លិនឬក៏ទឹករត់មានក្លិនខ្លនេះគឺច្រើនប្រើជាមួយនឹង CTO ប្រភេទ CTO block ហើយតទៅជាមួយកម្រិតចាប់របស់វាជាទូទៅសម្រាប់ Catalytic filter ការចាប់របស់វាបានចន្លោះពីមានប្រភេទ filter សម្រាប់ចាប់រហូតដល់1 micron ឬក៏2យើងអាចប្រាប់ចាប់រហូតដល់5 micron ក៏ប៉ុន្តែបើសម្រាប់ CTO block វិញមានន័យថាក៏វាមានទូនាទីក្នុងការច្រោះដែរប៉ុន្តែទំហំវាធំចន្លោះតែពី5 micron ទៅ10 micron ដែលវាអាចច្រោះបានកាលណាទូជានឹងពេកវាធ្វើឲ្យលំហូរទឹកឆ្លងកាត់ CTO នេះតឹងអានឹងគឺតាក់ទងជាមួយនឹងលំហូរទឹករបស់វាហើយតាក់ទងជាមួយនឹងការប្រើប្រាស់របស់វាជាទូទៅការថែទាំបាទចំពោះតម្រងសម្លេង filter នេះកាលណាច្រោះមានកកដីមានអីពេញវាត្រូវផ្លាស់ប្ដូរចេញតែម្ដងអត់ត្រូវការលាងសម្អាតអីបានទេក៏ប៉ុន្តែសម្រាប់ CTO នេះគឺយើងប្រើប្រាស់មានរយៈពេលកំណត់ទៅតាមពេលវេលាតាមបរិមាណដែលពុកម៉ែបងប្អូនប្រើប្រាស់អញ្ចឹងដល់ពេលវេលាកំណត់គឺយើងដូរចេញតែម្ដងបាទអញ្ចឹងមានថាចំពោះនេះគឺមានការថែទាំជាប្រចាំចំពោះនេះមានការថែទាំជាប្រចាំគ្នាប៉ុន្តែរយៈពេលវាវែងជាងបាទអញ្ចឹងចំពោះដំណើរការរបស់វាគឺប្រើប្រាស់មានលក្ខណៈខុសគ្នាបែបហ្នឹងប៉ុន្តែនៅក្នុងដំណើរការទាំងមូលតែម្ដងពីរនេះជាទូទៅគេប្រើចូលគ្នាចេញពីប្រភពទឹកមកគឺចូលទៅក្នុង Catalytic filter សម្រាប់ចាប់កកអញ្ចឹងពេលដែលកកស្អាតហើយនៅមានក្លិនគឺគេដាក់ CTO បន្ថែមមួយទៀតដើម្បីឲ្យទឹកហ្នឹងគឺស្អាតល្អអត់កកហើយអត់ក្លិនបាទអញ្ចឹងនេះជាក់ទងជាមួយនឹងមុខងារទាំងពីររបស់តម្រងសម្លេងចាប់កកក៏ដូចជា CTO block ទាក់ទងជាមួយនឹងការចាប់ក្លិនអញ្ចឹងម៉ាស៊ីននេះបងប្អូនត្រូវការរៀបចំជាប្រព័ន្ធចម្រោះទឹកដើម្បីកុំឲ្យមានកកមានក្លិនអាចប្រើប្រាស់ទាំងពីរនេះបញ្ចូលគ្នាបានបាទអរគុណ